បងប្អូននេះមកទេអាចសាប់ដែលខ្ញុំដាំនៅក្រោយផ្ទះហ្នឹងដាំដាក់ធុងពេត្រូទិញធុងគេយកមកដាំមិនចេះតិចធុងហើយឥឡូវហ្នឹងដាក់ដាំមកទេដាំបន្លែផ្សេងសាបស្វ័យសាបអីលើហ្នឹងអញ្ចឹងទៅបានញ៉ាំតើបងប្អូនយើងអាចរកវិធីដើម្បីដាំឲ្យបានញ៉ាំទោះទៅនៅកន្លែងណាក៏យើងអាចដាំបានដែរចារឿងដំណាំដាំដុះហ្នឹងត្រូវចេះបង្កើតកម្មវិធីដាំវាដើម្បីឲ្យវាបានផលដាំនេះខ្ញុំដាំម្ទេសនៅក្នុងធុងពេត្រូហើយឥឡូវកំពុងតែបេះម្ទេសហ្នឹងយកទៅទុកដើម្បីស្លទៅយើងមានបង់ម្ទេសហ្នឹងទៅឲ្យវាបានហឹរតិចតិចទៅវាបង្កើនរសជាតិនៃម្ហូបចាអរគុណ